ការអភិវឌ្ឍនៅទីនោះលោករួនចម្រើនជាចំកែលម្អច្រកស្ទឹងព្រៃថ្នោតគួរឲ្យទាក់ទាញអភិវឌ្ឍខេត្តកណ្ដាលលោកគួនចម្រើនបានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធនិងមន្ត្រីបច្ចេកទេសចុះពិនិត្យអភិវឌ្ឍដំណើរការសាងសង់កែលម្អច្រកស្ទឹងព្រៃថ្នោតក្នុងសង្កាត់តាខ្មៅក្រុងតាខ្មៅកាលរសៀលថ្ងៃទី8ខែមករាឆ្នាំ2026លោកគួនចម្រើនបានធ្វើការណែនាំក្រុមការងារសាងសង់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការកសាងច្រកស្ទឹងដោយអភិវឌ្ឍឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសសម្ដៅធានាបាននូវសុវត្ថិភាពនិងមានគុណភាពរឹងមាំល្អព្រមទាំងសាងសង់ឲ្យសម្របសម្រួលជាស្ថាពរតាមផែនការដែលបានគ្រោងទុកសូមគូបញ្ជាក់ថាគម្រោងសានីកែលម្អច្រកស្ទឹងព្រៃថ្នោតប៉ែកខាងត្បូងស្ទឹងក្រុងតាខ្មៅខេត្តកណ្ដាលមានប្រវែងសួនសាធារណៈ590ម៉ែត្រនិងគ្រឿងបង្កថ្មីប្រវែង450ម៉ែត្រក្នុងនោះមានរៀបចំចំនួន3ថ្នាក់បើតាមរដ្ឋាភិបាលខេត្តកណ្ដាលគម្រោងនេះគ្រោងនឹងបញ្ចប់សាងសង់ 100% នៅក្នុងឆ្នាំ2026ខាងមុខនេះ